ដំបូងដែលយើងត្រូវការគឺជាសាច់គោបងប្អូនសាច់គោយើងយកសាច់ណាដែលផុយមកអាចប្រើជាសាច់ច្រឡកក៏បានសាច់ស្តេកសាច់ផ្អែមអីក៏បានដែរសាច់គោហាន់ធ្វើមិនឲ្យបានស្ដើងមែនតើណាបងប្អូនហើយសម្រាប់ផ្នែកបន្លែវិញគឺយើងប្រើតែពីរមុខទេយើងមានជាផ្សិតច្បាំងជាមួយនឹងខ្ទឹមបារាំងហើយសម្រាប់ខ្ទឹមបារាំងនេះគឺខ្ញុំប្រើតែមួយចាហៀងទេប៉ុន្តែបើសិនជាបងប្អូនណាដែលចង់ញ៉ាំច្រើនជាងនឹងអាចដាក់ដល់1មើមអីចឹងទៅហើយខ្ទឹមបារាំងហ្នឹងយើងហាន់ធ្វើមិនឲ្យបានជាប្រទេសស្ដើងមកក្រូចឆ្មាយើងហាន់ទុកត្រៀមឲ្យស្រេចមកហើយខ្ទឹមបារាំងយើងរៀបដាក់ឆ្នាំងផ្សេងណាបងប្អូនដាក់ឆ្នាំងក៏បានដាក់ចានក៏បានយើងរៀបវារាងស្ដើងអញ្ចឹងហើយយើងយកសាច់គោរបស់យើងហ្នឹងមកទម្លាយពីលើមកសាច់គោនេះគឺសាច់ឆាយណាបងប្អូនអត់តន់ឆ្អិនទេយើងរៀបវាបានរាងស្ដើងអញ្ចឹងទុកម្ដុំសិនទៅចាំយើងទៅដាំទឹកស៊ុបឬក៏ទឹកសម្លរបស់យើងហ្នឹងសម្រាប់ទឹកសម្លហ្នឹងបងប្អូនស្មានមើលទៅតាមចំនួនសមាជិកដែលយើងញ៉ាំអញ្ចឹងណាដាក់ច្រើនដាក់តិចតាមហ្នឹងទៅមើលទៅទឹករបស់យើងពុះយើងបង់គ្រឿងដើម្បីកាត់ក្លិនមកយើងមានជាគល់ស្លឹកគ្រៃដំឲ្យបែកហ្នឹងខ្ញុំប្រើចំនួន2គល់រំដេងម្ដុំប្រហែលជាប៉ុនមេជើងខ្ទឹមស3 4កំពឹសដំឲ្យបែកមកស្លឹកក្រូចសើច4 5ស្លឹកជាមួយនឹងម្ទេសហ្នឹង5 6គ្រាប់ដែរសម្រាប់ទឹកស្លនេះបងប្អូនដាក់ដាំវាប្រហែលជាខ្ទង់5 6នាទីសិនចាំដាក់គ្រឿងចូលដែលយើងមានដូចជាដុំស៊ុប1ដុំទឹកត្រីចំនួន2ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេជាមួយនឹងស្ករចំនួន2ស្លាបព្រាកាហ្វេបន្ទាប់ពីយើងដាក់គ្រឿងគ្រៃចូលរួចរាល់អស់ហើយគឺយើងបង់បន្លែផ្សិតរបស់យើងចូលមកបើសម្រាប់ខ្ទឹមបារាំងគឺយើងអត់ដាក់ចូលទេណាបងប្អូនខ្ទឹមបារាំងដាក់ក្រៅទេសម្រាប់ផ្សិតនេះយើងទុកវាប្រហែលជាខ្ទង់2នាទីអីណាបងប្អូនវាឆ្អិនហើយផ្សិតកុំទុកឲ្យវាឆ្អិនយូរពេកបងប្អូនហើយគ្រឿងក្រៅទាំងអស់ហ្នឹងគឺខ្ញុំស្រង់ចេញខ្លះអញ្ចឹងណាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចអីហ្នឹងដោយសារតែវារាងចងហើយទឹកស្លរបស់យើងហ្នឹងបន្ទាប់ពីភ្លក់មើលថែមថយគ្រឿងទៅរសជាតិអស់ហើយយើងលើកវាទាំងក្តៅហ្នឹងណាបងប្អូនទាំងពុះហ្នឹងចាក់ទៅក្នុងឆ្នាំងសាច់គោដែលយើងបានរៀបចំឲ្យស្រាប់ហ្នឹងចាក់ចូលហើយបងប្អូនច្បាយក្រូចឆ្មាចូលមកចំណិត2ចំណិតរោយជីក៏បានស្លឹកខ្ទឹមក៏បានដែរហើយយើងយកចង្កឹះក៏បានស្លាបព្រាក៏បានមកកូរច្បល់សាច់គោរបស់យើងហ្នឹងដើម្បីឲ្យវាត្រូវជាមួយទឹកក្តៅសប់អញ្ចឹងណាអានេះបើសិនជាយើងអត់កូរច្បល់ទេវារាងស្អិតជាប់គ្នាវាអត់ឆ្អិនបានល្អទេបងប្អូនហើយសម្រាប់សាច់គោនេះវាអត់ឆ្អិនខ្លាំងណាបងប្អូនអានេះគឺឆ្អិនមកល្មមទេសាច់ហ្នឹងយើងមើលទៅឃើញថាវានៅរាងក្រហមតិចអញ្ចឹងណាប៉ុន្តែគឺយើងញ៉ាំបានបងប្អូនហើយសាច់គោហ្នឹងបើសិនជាបងប្អូនបង់ចូលទៅក្នុងទឹកស្លយើង